បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបដាក់ keyboard ដែលអាចឲ្យយើងហៅជាសំឡេងបានណាបងប្អូនយើងមិនបាច់ចាំសរសេរទេបាទឧទាហរណ៍ថាយើងហៅភ្លេងសុទ្ធអញ្ចឹងបើយើងអត់ដាក់ keyboard នេះគឺទាល់តែសរសេរណាបងប្អូនហើយរបៀបដាក់ iPhone នេះគឺវាខុសពីពពួក Android បាទ Oppo Vivo អីណាបងប្អូនអញ្ចឹងពួក iOS ហ្នឹងវាមាន iPhone iPad បាទពីមុនមាន iPod ទេតែឥឡូវអត់មានហ្នឹងបងប្អូនតែឥឡូវដើម្បីដាក់ឲ្យហៅបានបងប្អូនបាទឧទាហរណ៍យ៉ាងបងប្អូននេះខ្ញុំដាក់មិញភ្លេងសុទ្ធបងប្អូនឃើញទេអញ្ចឹងយើងមិនបាច់ចាំសរសេរបាទយើងអាចហៅមកចេញហើយឥឡូវខ្ញុំលុបកម្មវិធីហ្នឹងចេញវិញបងប្អូននេះកម្មវិធី keyboard នេះខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលតាមដំណើរម្ដងមួយទៅបាទអញ្ចឹងទី1គឺបងប្អូនត្រូវចូល download កម្មវិធី keyboard ហ្នឹងនៅក្នុង App Store ហ្នឹងបងប្អូន App Store យើងឬក៏គេហៅ ID Apple ហ្នឹងបាទអញ្ចឹងបងប្អូនចុចមកដំបូងគឺវាអត់មានអីទេបាទគឺវា load បែបនេះវាអត់មានពាក្យហ្នឹងទេបាទអញ្ចឹងបងប្អូនចុចប៉ះលើនេះមកយើងវាយបែបអានេះគឺ keyboard ខ្មែរទេបាទយើងដូរដាក់អង់គ្លេសទៅបាទវាយទៅ G តូចក៏បាន G ធំក៏បានណាបងប្អូនហើយ K E Y G keyboard បាទអញ្ចឹងយើងចុចឃើញបងប្អូននេះ G keyboard អញ្ចឹងបងប្អូនប៉ះលើវាមកបាទអានេះមានបងប្អូននេះឃើញអញ្ចឹងវាផ្ដើមមក G ធំអញ្ចឹងយើងចុច install បងប្អូនចុច install តែម្ដងហ្នឹងមកបាទហើយបងប្អូនដែលចង់ចេះបង្កើត ID Apple ហ្នឹងបងប្អូនដែលអត់ទាន់ចេះអាចតំណែងមកខ្ញុំបានជាស្រ័យទេបងប្អូនដោយសារនៅចិត្តផ្លូវវារៀងយើងសម្លេងរំខានហើយយើងលក់ដូរអញ្ចឹងបើកន្លែងណាបងប្អូនមើលអត់ទាន់ឬក៏ស្ដាប់អត់សូវច្បាស់ហ្នឹងបងប្អូនអាចខមមិនបាទមកខ្ញុំបានឬក៏ឆាតមកបើខមមិនសុំលេខទូរស័ព្ទខ្ញុំក៏បានដែរបងប្អូនតែឥឡូវវាដើរចិត្តចប់ហើយបាទលេខខ្ញុំបងប្អូនខ្ញុំប្រើ Telegram បាទលេខ086 88 3382អូខេបងប្អូននេះចប់ហើយអញ្ចឹងពេលចប់បងប្អូនចុច Open លើហ្នឹងក៏បានឬក៏យើងចេញមកក្រៅបងប្អូននេះឃើញបាទ G keyboard អញ្ចឹងយើងប៉ះលើហ្នឹងមកបាទទី1យើងទៅឡើងវាបាទចាប់ដើមមកចុចចាប់ដើមវាមកអូខេអញ្ចឹងកន្លែងនេះបងប្អូនមើលកន្លែងភាសានេះបងប្អូនយើងចូលកន្លែងភាសានេះមកបាទកន្លែងហ្នឹងវាលោតមកអូតូហ្នឹងបងប្អូនបាទភាសាខ្មែរប៉ុន្តែឧទាហរណ៍ថាវាអាចលើកលែងមួយបាទទូរស័ព្ទខ្លះឬក៏ចឹងថាដោយចៃដន្យបងប្អូនពេលខ្លះអាហ្នឹងឧទាហរណ៍ថាអាហ្នឹងមិនមែនជាភាសាខ្មែរអញ្ចឹងបងប្អូនត្រូវធ្វើម៉េចបើបងប្អូនត្រូវបញ្ចូលឧទាហរណ៍ថាហ្នឹងជាភាសាអង់គ្លេសទេអញ្ចឹងយើងនេះចុច download បញ្ចូលភាសាផ្សេងដែលយើងចង់បានហ្នឹងបងប្អូនបាទអញ្ចឹងយើងចុចភាសាហ្នឹងមួយមកឧទាហរណ៍ភាសាកូរ៉េអញ្ចឹងបើយើងចង់បាននៅភាសាហ្នឹងតែបើយើងតាមពិតខ្មែរទេបងប្អូនតែនេះខ្ញុំគ្រាន់តែឧទាហរណ៍ណាបើអញ្ចឹងវាឲ្យវាលោត 100% ដែរមកហើយយើងចុចកន្លែងកែសម្រួលនេះបងប្អូនបាទឲ្យវាដើរចប់សិនអូខេចប់បងប្អូនអញ្ចឹងយើងចុចកន្លែងកែសម្រួលនេះមកហើយបន្ទាប់មកយើងចុចអូសបងប្អូនយើងចង់បានវាជាភាសាខ្មែរយើងចុចអូសឧទាហរណ៍ភាសាហ្នឹងបើខ្មែរបាទនៅខាងក្រោមហ្នឹងខ្មែរអញ្ចឹងយើងចុចកត់វាជាប់មកអូសមកលើមកបាទវាហើយយើងចុចរួចរាល់បាទអញ្ចឹងយើងអាចហៅជាភាសារបស់យើងនឹងចង់បានហើយអានេះខ្ញុំគ្រាន់តែឧទាហរណ៍បងប្អូនអញ្ចឹងរបស់យើងគឺខ្មែរទេបាទមាននៅលើស្រាប់ហើយអញ្ចឹងយើងអូសយកមកដាក់ខាងលើវិញមកហើយយើងចុចកែសម្រួលនេះមកយើងស្កត់វាអូសមកខាងលើអូខេអានេះយើងលុបវាចោលទៅបាទឬក៏បងប្អូនទុកទៅអត់អីតោះឥឡូវយើងចូលទៅក្នុងបាទបន្ទាប់មកយើងចូលទៅក្នុង setting ណាបងប្អូនយើងចូលទៅ2យើងចូលទៅក្នុង setting
ចូល setting នេះមកបន្ទាប់មកយើងបាទចូលលេង setting គឺវាលោតកន្លែងនេះដំបូងគេបាទអញ្ចឹងបងប្អូនអូសមើលរកពាក្យ general ហ្នឹងបងប្អូនចូលលេង set general នេះមកបាទមិញដូចជាវីដេអូស្អាតបងប្អូនអញ្ចឹងខ្ញុំចុចឲ្យបងប្អូនមើលភាសាទៀតបាទយើងចូលរូបកងចាក់នេះមកហើយយើងចុចកន្លែង general នេះយើងដើររកពាក្យ keyboard បងប្អូន keyboard បាទអញ្ចឹងកន្លែង keyboard នេះយើងមើលកន្លែងនេះបងប្អូនបាទបើសិនជាវាអត់ទាន់មានអា G keyboard នេះណាបងប្អូនចុច add មកបាទរៀងស្អាប់ទេបងប្អូនជាស្រ័យខ្ញុំ back ទៅវិញបន្តិចបាទយើងចូលកន្លែង general នេះហើយយើងមកដល់រកពាក្យ keyboard បាទ keyboard នេះជារៀងស្អាប់ហ្នឹងបងប្អូនអូខេបាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកហើយបងប្អូន add បាទបងប្អូន add keyboard បាទ add keyboard ខាងក្រោមបាទអញ្ចឹងខ្ញុំសាកលុបអាហ្នឹងវិញទីហើយបងប្អូនមើលបាទអញ្ចឹងយើងចូល add keyboard នេះមកវា load បងប្អូននេះ keyboard ហ្នឹងបាទអញ្ចឹងយើង add វាមកបាទវាបាន4នេះអញ្ចឹងបងប្អូនចូលមក download សាកមើលបងប្អូនចូលមកក្នុង YouTube ដើម្បីហៅបងប្អូនហើយហៅយើងអាចហៅបានគ្រប់បាទក្នុងសារក៏បានក្នុង Google Call ក៏បានបងប្អូនយើងហៅបានគ្រប់កន្លែងមិនមែនតែក្នុង YouTube ទេបាទអញ្ចឹងឧទាហរណ៍យើងចូល search ក្នុង YouTube មួយមកបាទយើងប៉ះកន្លែងនេះអញ្ចឹងបងប្អូនទី1កុំទាន់ហៅបាទបើបងប្អូនទៅដាក់បងប្អូនឬសកត់លើសញ្ញាផែនដីនេះបាទអញ្ចឹងបងប្អូនដើររកពាក្យ G keyboard បាទអញ្ចឹង G keyboard យើងខាងលើនេះបងប្អូនដោយសារខ្ញុំដាក់ហើយអញ្ចឹងវាអត់ load ទេបាទពេលខ្លះដាក់ហើយអញ្ចឹងគឺឧទាហរណ៍បងប្អូនអត់ឃើញតែបងប្អូនទៅដាក់ដំបងអាពាក្យ G keyboard ហ្នឹងវានៅខាងក្រោមបងប្អូនអញ្ចឹងបងប្អូនប៉ះលើ G keyboard ហ្នឹងមកហើយបើខ្ញុំនេះវាអត់មានទេបាទដោយសារដាក់ហើយអញ្ចឹងវាអូតូបងប្អូនវាស្គាល់អូតូអញ្ចឹងខ្ញុំសាកហៅតែម្ដងបងប្អូនភ្លេងសុទ្ធអូខេបងប្អូនឃើញអញ្ចឹងវាលោតមកហើយរួចរាល់បងប្អូនតែប៉ុណ្ណឹងទេបាទវាមានភាពងាយស្រួលទេអរគុណច្រើនបាទសម្រាប់បងប្អូនដែលតែងតែតាមដានវីដេអូរបស់ខ្ញុំហើយខ្ញុំខានផុសមួយរយៈហ្នឹងបាទសូមអធិស្ឋានផងអញ្ចឹងបងប្អូនមានចម្ងល់បាទខ្ញុំប្រាប់លេខខ្ញុំមួយភាសាទៀតបាទ086 88 33 82ឬបងប្អូនខមមិនមកតាមក្រោមវីដេអូខ្ញុំនឹងបង្ហាញប្រាប់ខ្ញុំនឹងបាទបើមានពេលខ្ញុំនឹងឆ្លើយតបប្រាប់បាទអរគុណ